សាកស្រមៃថាអ្នកគឺជាឃាតករម្នាក់ដែលបានសម្លាប់មនុស្សកាលពីជាង32ឆ្នាំមុនអ្នកបានរៀបចំផែនការយ៉ាងល្អឥតខ្ចោះអ្នកបានរស់នៅយ៉ាងមានកិត្តិយសក្នុងសង្គមមានគ្រួសារមានការងារធ្វើហើយអ្នកជឿជាក់ថាប៉ូលីសនឹងគ្មានថ្ងៃរកអ្នកឃើញឡើយព្រោះផុសតាងទាំងអស់បានរលាយបាត់ទៅហើយថ្ងៃមួយអ្នកចូលទៅញ៉ាំអាហារក្នុងភោជនីយដ្ឋានយ៉ាងសប្បាយរីករាយអ្នកញ៉ាំចប់អ្នកជូតមាត់ដោយក្រដាសជូតមាត់ធម្មតាមួយសន្លឹករួចអ្នកបោះវាចោលទៅក្នុងធុងសំរាមហើយដើរចេញទៅដោយស្នាមញញឹមអ្នកមិនដឹងទេថានៅពីក្រោយខ្នងរបស់អ្នកគឺជាបរិយាម្នាក់ដែលបានលបចូលទៅរើសយកក្រដាសជូតមាត់ដែលជោកដោយទឹកមាត់របស់អ្នកនោះមកវិញត្រឹមតែប៉ុន្មានថ្ងៃក្រោយមកប៉ូលីសបានមកដល់មុខផ្ទះរបស់អ្នកយ៉ាងដែលអ្នកគិតថាអ្នកបានរួចខ្លួនអស់មួយជីវិតទៅហើយនេះមិនមែនជារឿងក្តីប្រឡំលោកទេប៉ុន្តែវាជាការពិតនៃរឿងក្តីឃាតកម្មរបស់កញ្ញា Michael Ward តើក្រដាសជូតមាត់តូចមួយសន្លឹកអាចបំបែកក្តីឃាតកម្មអស់រយៈពេល30ឆ្នាំដោយរបៀបណាថ្ងៃនេះយើងនឹងតាមដានការសងសឹកតាមរយៈ DNA នេះទាំងអស់គ្នារឿងនេះចាប់ផ្ដើមនៅថ្ងៃទី26ខែមីនាឆ្នាំ1986នៅក្នុងទីក្រុង Tacoma រដ្ឋ Washington Michelle Well ក្មេងស្រីអាយុ12ឆ្នាំម្នាក់បាននាំប្អូនស្រី2នាក់ទៅលេងក្នុងសួនច្បារមួយកន្លែងដែលមានឈ្មោះថា Puget Park Michelle បានជិះកង់ទៅផ្ទះវិញដើម្បីយកអាហារសម្រន់ឲ្យប្អូនប៉ុន្តែនាងមិនដែលត្រឡប់មកវិញឡើយបន្ទាប់ពីការស្វែងរកយ៉ាងកក់ក្ដៅពេញមួយយប់សាកសពរបស់ Michelle ត្រូវបានរកឃើញនៅក្បែរជន្លងភ្នំក្នុងសួនច្បារនាងត្រូវបានគេធ្វើទរណកម្មផ្លូវភេទនិងសម្លាប់យ៉ាងព្រៃផ្សៃនាសម័យនោះបច្ចេកវិទ្យា DNA មិនទាន់មានភាពជឿនលឿនដូចបច្ចុប្បន្នឡើយប៉ូលីសប្រមូលបានតែសំណាក់ទឹកកាមនិងស្លាកស្នាមខ្លះៗប៉ុន្តែពួកគេមិនអាចរកឃើញថាវាជារបស់អ្នកណានោះទេរឿងក្តីនេះបានកកស្ទះអស់រយៈពេលរាប់សិបឆ្នាំហើយបន្សល់ទុកនូវក្តីឈឺចាប់ដល់គ្រួសារ Well យ៉ាងធ្ងន់ធ្ងរពេលវេលាកន្លងផុតទៅ32ឆ្នាំក្នុងឆ្នាំ2018ប៉ូលីសបានសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយហៅថា Genetic Genealogy ការស៊ើបអង្កេតតាមរយៈខ្សែស្រឡាយ DNA ពួកគេយក DNA របស់ឃាតករដែលរក្សាទុកតាំងពីឆ្នាំ1986ទៅដាក់ក្នុងគេហទំព័រស្វែងរកសាច់ញាតិដូចជា GEDmatch ជាលទ្ធផលពួកគេរកឃើញមនុស្សម្នាក់ដែលមាន DNA ប្រហាក់ប្រហែលនឹងឃាតករប៉ុន្តែមិនមែនជាឃាតករផ្ទាល់ទេគឺជាបងប្អូនជីដូនមួយឆ្ងាយរបស់គេអ្នកស៊ើបអង្កេតបានចាប់ផ្ដើមគូសសញ្ញាសង្ស័យនៅលើគ្រួសារដ៏ធំមួយនេះរហូតដល់ពួកគេបង្រួមបញ្ជីឈ្មោះជនសង្ស័យមកត្រឹមបរិសុទ្ធ4នាក់នៅក្នុងគ្រួសារ Hartman ក្នុងចំណោមបងប្អូនទាំង4នាក់នោះមានបរិសុទ្ធម្នាក់ឈ្មោះថា Gary Hartman អាយុ66ឆ្នាំដែលកាលពីឆ្នាំ1986គេមានអាយុ34ឆ្នាំនៅរស់នៅក្បែរកន្លែងកើតហេតុបំផុតប៉ូលីសបានដាក់ការតាមដានទៅលើ Gary Hartman ជាសម្ងាត់ប៉ុន្តែពួកគេត្រូវការ DNA ផ្ទាល់របស់គេដើម្បីបញ្ជាក់ប៉ូលីសមិនអាចសុំ DNA ពី Gary Hartman បានទេព្រោះគេនឹងដឹងខ្លួនហើយបំផ្លាញភស្តុតាងដូច្នេះពួកគេប្រើវិធីតាមដាននៅរងចាំថ្ងៃមួយក្នុងខែមិថុនាឆ្នាំ2018ភ្នាក់ងារសម្ងាត់បានតាម Gary Hartman ទៅកាន់ភោជនីយដ្ឋានមួយពួកគេអង្គុយនៅតុជិតនោះហើយមើល Gary ញ៉ាំអាហារយ៉ាងយកចិត្តទុកដាក់ក្រោយពី Gary ញ៉ាំអាហាររួចគេបានប្រើក្រដាសជូតមាត់រួចបោះវាចូលក្នុងធុងសំរាមភ្លាមនោះ Gary ដើរចេញពីហាងភ្នាក់ងារសម្ងាត់ក៏បានស្ទុះទៅរើសយកក្រដាសនោះពីធុងសំរាមមកភ្លាមក្រដាសជូតមាត់នោះមានជាប់ទឹកមាត់របស់ Gary ដែលវាជាប្រភព DNA ដ៏ល្អបំផុតលទ្ធផលពីមន្ទីរពិសោធន៍បានចេញមក DNA នៅលើក្រដាសជូតមាត់និង DNA ដែលនៅលើសាកសពរបស់ Michelle Well កាលពី32ឆ្នាំមុនគឺដូចគ្នា 100% បណ្ដាសារបស់ Michelle បានត្រឡប់មកសោកសឹកវិញហើយ Gary Hartman ត្រូវបានចាប់ខ្លួនភ្លាមគាត់គឺជាបរិយាដែលមើលទៅ slot boat ធ្វើការងារជាគិលានុដ្ឋាយិកានិងគ្មានប្រវត្តិទ្រូអាក្រក់សោះនៅក្នុងសង្គមគ្មាននរណាម្នាក់ជឿថាគាត់គឺជាបិសាចដែលបានសម្លាប់ក្មេងស្រីអាយុ12ឆ្នាំនោះទេ
នៅក្នុងតុលាការផុសតាំង DNA គឺរឹងមាំដូចជាដែកថែប Gary Hartman ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ប្តីរបស់ Michelle Well ដែលរងចាំយុត្តិធម៌អស់កន្លះជីវិតបានស្រក់ទឹកភ្នែកហើយនិយាយថាទីបំផុតកូនស្រីខ្ញុំអាចសម្រាកដោយសន្តិភាពហើយរឿងក្តី Michelle Well បានបង្រៀនយើងថាទោះបីជាបច្ចេកវិទ្យាកាលពីមុនមិនទាន់អាចធ្វើអ្វីបានប៉ុន្តែដានមរណៈដែលអ្នកបន្សល់ទុកនឹងរងចាំអ្នកជានិច្ចឃាតករអាចនឹងចាស់ទៅតាមអាយុប៉ុន្តែ DNA មិនចេះចាស់ឡើយសូមអរគុណសម្រាប់ការតាមដានស្ដាប់តើអ្នកយល់យ៉ាងណាចំពោះការប្រើប្រាស់ DNA ដើម្បីចាប់ឃាតករចាស់ៗបែបនេះកុំភ្លេចចែករំលែកមតិរបស់អ្នកជួបគ្នានៅភាគក្រោយ